ឥឡូវវិលមកវិញបងប្អូនលោកត្រាំដាក់អសានវ៉ាត48ម៉ោងហ្នឹងគឺប្រាប់ថាបើកច្រកផ្លូវទឹក Hormuz ជាកំហិតដោយឥតលក្ខខណ្ឌលោកត្រាំថាបើកឲ្យពេញទំហឹងអត់មានបិទស្អីណាបើកសម្រាប់តែចិនសម្រាប់តែកប៉ាល់ដឹកប្រេងរបស់អ្នកណាផ្សេងទៀតដែលជាប្រទេសមិនមែនសម្ព័ន្ធមិត្តអាមេរិកហើយទៅកប៉ាល់នាវាដឹកប្រេងរបស់អាមេរិកឬក៏សម្ព័ន្ធមិត្តអីហ្នឹងដឹកឆ្លងកាត់សុទ្ធតែបាញ់គេអត់មានទេលក្ខខណ្ឌរបស់លោកត្រាំចាប់ពីម៉ោងនេះទៅទុកពេលឲ្យ48ម៉ោងគឺ2ថ្ងៃនៅក្នុងការបើកច្រកនឹងទាំងអស់ដោយឥតលក្ខខណ្ឌហើយបើមិនបើកនៅក្នុងរយៈពេល48ម៉ោងបានន័យត្រឹមថ្ងៃច័ន្ទគឺអាមេរិកនឹងវាយសន្ធប់កំទេចចោលឲ្យទៅជាផេះផង់រោងចក្រផលិតអគ្គិសនីទាំងអស់នៅទីក្រុងនៅក្នុងប្រទេសអ៊ីរ៉ង់រឿងនេះគឺជារឿងរកម្មចិត្តទៀតហើយបងប្អូនព្រោះរោងចក្រផលិតអគ្គិសនីគឺជាសរសៃឈាមនិងអុកស៊ីហ្សែនចុងក្រោយរបស់អ៊ីរ៉ង់ហើយព្រោះអីប្រទេសណាក៏ដោយគឺយើងត្រូវការដង្ហើមដកដោយសារមានភ្លើងអគ្គិសនីការបំភ្លឺសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់ចម្អិនអាហារសម្រាប់អីសពបែបយ៉ាងដូច្នេះអាមេរិកបានប្រាប់ថាគេនឹងគំទេចចោលរោងចក្រផលិតអគ្គិសនីទាំងអស់នៅប្រទេសអ៊ីរ៉ង់ហើយចាប់ផ្ដើមពីរោងចក្រផលិតអគ្គិសនីដែលធំជាងគេបំផុតទៅមុនគេនៅក្នុងរយៈពេល48ម៉ោងតែពេលផុតទៅអ៊ីរ៉ង់អត់ព្រមបើកច្រក Hormuz ដោយឥតលក្ខខណ្ឌអាមេរិកប្រើពាក្យថាបើកដោយឥតលក្ខខណ្ឌបានន័យថាម៉េចអត់មានមកដាក់លក្ខខណ្ឌថាអាមេរិកត្រូវឈប់ទម្លាក់គ្រាប់អាមេរិកឈប់បាញ់ត្រូវដកទ័ពត្រូវដកនេះឬក៏នោះអត់មានទេគឺត្រូវទី1គឺត្រូវតែបើកអាហ្នឹងទាំងអស់ក្នុងរយៈពេលហ្នឹងបើអត់ទេគឺខ្ទេចទាំងអស់រោងចក្រផលិតប្រេងព្រោះអាមេរិកមានយន្តហោះបដិញនិងកំជ្រួចដែលត្រូវទម្លាក់គ្រាប់ហ្នឹងគឺប្រើប្រព័ន្ធ laser ឬ GPS ហ្នឹងគឺថាអត់មានខុសទេគឺថាខ្ទេចខ្ទីតាម24ម៉ោងហ្នឹងគឺអាចនឹងឆេះទៅលោមហើយទៅជាផេះផងហើយបើឆេះរោងចក្រផលិតប្រេងកាតនេះអ៊ីរ៉ង់ត្រូវការពេល30-40ឆ្នាំមកដើម្បីសាងសង់ឡើងវិញឲ្យបានដូចដើមឬក៏អាចថាវេទនាទាំងអស់ប៉ុន្តែខ្ញុំមែនតើចង់លឺរឿងហ្នឹងឯងព្រោះអីវាប៉ះពាល់ដល់ប្រជាពលរដ្ឋស៊ីវិលច្រើនព្រោះនេះគឺជាសំណង់ស៊ីវិលទេមិនមែនជាសំណង់យោធាទេការផលិតចម្រាញ់ប្រេងកាតអីណាប៉ុន្តែខ្ញុំជឿថានេះគឺជាសាររបស់លោកត្រាំដែលមើលទៅដូចជាដាច់ណាត់ដែរប៉ុន្តែសួរអ៊ីរ៉ង់គេតបមកវិញមិនជាការឆ្លើយតបទៅនឹងលោកត្រាំអ៊ីរ៉ង់ហ្នឹងក៏សម្បើមដៃដែរអញ្ចឹងពួកផ្ដាច់ការគេខ្លាំងអញ្ចឹងទោះនៅក្នុងរូងប៉ុណ្ណាក៏ដោយអ៊ីរ៉ង់ខ្លាំងដោយសារតែខ្លួនអាចមានបរមាណូហងមានស្អីកំជ្រួចបរមាណូលោកត្រាំថាកុំតិចរោងចក្របរមាណូរបស់អ៊ីរ៉ង់ខ្ទេចខ្ទីជាផេះផង់អស់ហើយប៉ុន្តែតាមអ្នកស្រាវជ្រាវរបស់អង្គការសហជីវជាតិផ្នែកបរមាណូនឹងគេរកឃើញថារោងចក្រផលិតបរមាណូរបស់អ៊ីរ៉ង់មិនទាន់ខ្ទេចខ្ទីរហូតដល់ផេះផង់ទេអាចនៅមានគ្រាប់បរមាណូដែលអ៊ីរ៉ង់អាចប្រើបានប៉ុន្តែបងប្អូនសួរអញ្ចេះទៅវិញថាតើអ៊ីរ៉ង់អាចប្រើគ្រាប់បរមាណូបានដែរឬទេបើមានខ្ញុំធ្លាប់បានបកស្រាយពីខាងដើមហើយថាពីយូរហើយតាំងពីមានសង្គ្រាមដំបូងអ៊ីរ៉ង់ទោះក្នុងតម្លៃណាក៏មិនអាចហ៊ានប្រើគ្រាប់បរមាណូនេះដែរហេតុអីបានជាខ្ញុំហ៊ានថាដូច្នេះព្រោះអ៊ីរ៉ង់អាចមានគ្រាប់បរមាណូប្រមាណគ្រាប់ក៏ដោយព្រោះបើបាញ់ឲ្យដល់អាមេរិកគឺអត់ដល់ទេបើគោលដៅសត្រូវធំបំផុតរបស់អ៊ីរ៉ង់គឺអាមេរិកហើយនិងអ៊ីស្រាអែលដើម្បីឲ្យគ្រាប់បរមាណូរបស់អ៊ីរ៉ង់បាញ់រហូតទៅដល់អ៊ីស្រាអែលឬអាមេរិកបានត្រូវការពេលយូរទម្រាំតែគ្រាប់នឹងហោះទៅអញ្ចឹងនៅក្នុងម៉ោងនេះគឺរាល់ស្អីក៏ដោយដែល we work នៅក្នុងប្រទេសអ៊ីរ៉ង់ហ្នឹងណាគឺបានន័យថាប្រព័ន្ធផ្កាយរណបនិង GPS របស់អាមេរិកនិងអ៊ីស្រាអែលចាប់បានទាំងអស់អ
ចឹងនៅពេលដែល work ឧទាហរណ៍ថាមានគ្រាប់បរមាណូមួយដែលផ្ទុះឡើងបើមានគ្រាប់បរមាណូផ្ទុះឡើងចេញពីអ៊ីរ៉ង់តែមួយគ្រាប់វាអាចរងគ្រោះដល់ប្រទេសអ៊ីស្រាអែលជាយថាហេតុប៉ុន្តែអាមេរិកដឹងអត់ដល់ហើយគឺអ៊ីរ៉ង់នឹងคล้ายទៅជាផេះផង់ឲ្យបាត់ពិភពផែនដីនេះតែម្ដងហេតុអីបានខ្ញុំហ៊ាននិយាយដូច្នេះព្រោះបរមាណូរបស់អាមេរិកនិងសម្ព័ន្ធមិត្តនឹងបាញ់ស្រោចទៅអ៊ីរ៉ង់ដែលមិនអាចតដៃបានរហូតតតែខ្ទេចខ្ទីទៅជាផេះផង់អញ្ចឹងអ៊ីរ៉ង់មិនអាចជ្រើសរើសជំរឿននេះទេជំរឿសបរមាណូនេះស្ទើរតែអ៊ីរ៉ង់គួរតែបាត់បរមាណូនឹងតាំងពីយូរទៅកុំឲ្យមានបញ្ហាពុះបើមានក៏ប្រើអត់បានដែរព្រោះប្រើទៅគឺបាញ់បានមួយគ្រាប់ពីរដបងប៉ុន្តែក្រៅពីនឹងទៅគឺខ្ទេចខ្ទីជាផេះផង់ហើយប្រទេសអ៊ីរ៉ង់នេះគឺលែងមានមុខមានមាត់អីទៀតហើយដូច្នេះអ៊ីរ៉ង់មិនបថុយបឋានបែបហ្នឹងទេគឺអាចនឹងនៅតែគម្រាមកំហែងការពារដែនអធិបតេយ្យរបស់ខ្លួនថាជារដ្ឋអធិបតេយ្យមានកំជ្រួចចាំតែផ្លោងដាក់ថ្លឹកផ្លោងអីចឹងទៅហើយអាមេរិកក៏មានប្រព័ន្ធការពារកំជ្រួចយើងគិតថាការពារតន់ដែរគេនៅមានកញ្ជ្រួចច្រើនបងប្អូនសាកគិតមើលរូងដីកញ្ជ្រួចរបស់អ៊ីរ៉ង់រហូតដល់ទៅ77% ត្រូវបានអាមេរិកនិងអ៊ីស្រាអែលទម្លាក់គ្រាប់បិទចិត្តរុនអស់ហើយថាតើអ៊ីស្រាអែលត្រូវការពេលប្រមាណជំនុំកាយរូងកាយអីនឹងឡើងវិញវាអត់ស្រួលទេហើយតើផលិតបានប្រមាណអីទៀតហើយបាញ់ចេញមកគេតាមចាប់រហូតដូច្នេះពេលវេលាសម្រាប់អ៊ីរ៉ង់គឺចាប់ផ្ដើម countdown ហើយរាប់ថយក្រោយនៅពេលដែលលើកទង់ជ័យសហ្នឹងហើយគ្មានជំរើសទៀតទេឥឡូវវិលមករឿងអសានវត្តរបស់អាមេរិកនិងការពមៀនរបស់អ៊ីរ៉ង់បានពមៀនថាអ៊ីរ៉ង់នឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិកវិញដោយការបាញ់កញ្ជ្រួចមីស៊ីលទៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធធម្មពលឥន្ធនៈអគ្គិសនីរបស់សម្ព័ន្ធមិត្តរបស់អាមេរិកចឹងអ៊ីរ៉ង់បានតែប៉ុណ្្នឹងឯងបានតែគម្រាមសម្ព័ន្ធមិត្តទេព្រោះវាយអត់ដល់អាមេរិកទេចឹងបានទៅគម្រាមអ៊ីស្រាអែលគម្រាមប្រទេសដូចនៅកាតានៅតំបន់ជិតហ្នឹងអីអារ៉ាប៊ីសាអូឌីតអីហ្នឹងដែលមានមូលដ្ឋានទ័ពអាមេរិកនៅក្បែរហ្នឹងប៉ុន្តែអ៊ីរ៉ង់គម្រាមនេះក៏អត់បានប្រយោជន៍ដែរព្រោះបើអ៊ីរ៉ង់បាញ់កញ្ជ្រួចមីស៊ីលហ្នឹងគឺទៅកំទេចមូលដ្ឋានទ័ពរបស់អាមេរិកបានណានៅក្នុងសង្គ្រាម3សប្តាហ៍ជាងនេះអ៊ីរ៉ង់កំទេចចោលអស់ហើយវាយសន្ធាប់ទៅអស់ហើយប៉ុន្តែអាប្រព័ន្ធកំជ្រួចទប់កញ្ជ្រួចរបស់អ៊ីរ៉ង់ហ្នឹងគឺគេវាយគេទប់បានអស់ហើយព្រោះអីអ៊ីរ៉ង់ពិបាកមែនតើនៅក្នុងពេលនេះគឺគេស្រោចជុំទឹះដែលមានប្រព័ន្ធការពារទប់យើងឃើញហើយមានកញ្ជ្រួចវងកញ្ជ្រួចអីនៅតែធ្លាក់តាមកន្លែងអ៊ីស្រាអែលនៅអីគឺវាមិនលែងទេព្រោះអីអ៊ីរ៉ង់ការពារខ្លួនគេថាបាញ់មកដើម្បីកុំឲ្យថាអ៊ីរ៉ង់អស់គ្រាប់បាញ់អីចឹងទៅប៉ុន្តែកាលណាតែអ៊ីរ៉ង់បាញ់នៅតែមានកម្រើកគឺដូចឆ្មានឹងកដោចឹងគឺឆ្មាកាន់តែទ្រុបខំកដោនឹងឲ្យធ្លុះធ្លាយសាច់រឿងដែលសំខាន់គឺគេមានការរិះគន់លោកត្រាំរឿងមិនមែនរឿងវាយអ៊ីរ៉ង់ទេព្រោះមនុស្សមិនពេញចិត្តនៅក្នុងការវាយមែនក៏ប៉ុន្តែមនុស្សមិនពេញចិត្តរបបអ៊ីរ៉ង់នឹងច្រើនណាស់គេមិនចូលចិត្តអ៊ីរ៉ង់ដែលយកអាមេរិកយើងដែលគ្រប់គ្រងប្រទេសយកប្រទេសមួយទៀតធ្វើជាសត្រូវបន់ឲ្យតែចុះនរកអ៊ីរ៉ង់នេះសបាយឲ្យតែឮថាអាមេរិករងគ្រោះអីហ្នឹងគឺគេជប់លៀងយើងធ្វើតែអញ្ចឹងដែរយើងផ្កើនដាក់អាមេរិកមករហូតដែរបើខ្លួនឯងគ្រាន់បើមិនអីទេគឺយើងផ្កើនដាក់អាមេរិកនៅក្នុងន័យតែខ្លួនឯងតែគេដាក់ទៅខ្ចប់អីអញ្ចឹងណាឥឡូវនេះគឺមានការរិះគន់លោកត្រាំច្រើនអំពីការពំត្រណោតបើរឿងពំត្រណោតនេះគឺដោយសារជំហរនិងយុទ្ធសាស្ត្ររបស់អាមេរិកមួយរយៈពេលកន្លងមកនេះហាក់បីដូចជាក្លែងឃ្លោងបងប្អូនដែលមើលឃើញជំហររបស់អាមេរិកហ្នឹងក្លែងឃ្លោងគឺនៅលើអ្វីដែលលោកត្រាំអ្នកនិយាយសារអីចឹងប៉ុន្តែបងប្អូនសង្គ្រាមជាមួយអ៊ីរ៉ង់នេះណាវាមិនមែនស្រួលទេខ្ញុំជឿថ្នាក់ដឹកនាំដោយលោកត្រាំអីហ្នឹងក៏ពិបាក
នៅក្នុងការព្យាករណ៍ឥឡូវគេរិះគន់គាត់សំបីទៅថាអឺដំបូងថាវាយតែ4ទៅ5សប្តាហ៍ទេឥឡូវនេះស្រាប់ដល់ពេលវាយបានប្រមាណហើយថាអ៊ីរ៉ង់នឹងដូចខ្ទេចខ្ទីអស់សង្គ្រាមនៅអ៊ីរ៉ង់នឹងដូចចប់អស់ហើយស្រាប់តែអ្នកនាំពាក្យរដ្ឋាភិបាលអាមេរិកគឺសេតវិមានអ្នកស្រី Caroline Leavitt ម្សិលមិញនេះថាអាចដល់6សប្តាហ៍ឃើញទេលើសបានមួយសប្តាហ៍ទៀតហើយអានឹងរឿងមួយដែលគេថាហាត់អីបានដូចជាថាពំតណោតអញ្ចឹងយុទ្ធសាស្ត្ររបស់គាត់ថ្ងៃនេះបងប្អូនខ្ញុំចង់ជម្រាបដែរថាពំតណោតហ្នឹងមានន័យថាម៉េចពំតណោតហ្នឹងគឺបានន័យថាវារៀងជន់កែងឯងមិនច្បាស់លាស់ស្ទាក់ស្ទើរអញ្ចឹងណាភាសាខ្មែរគឺក្នុងន័យពំតណោតហ្នឹងគឺអញ្ចឹងបានន័យថានិយាយហើយដូចជាជន់កែងខ្លួនឯងបានន័យថាដូចជាខ្លួននិយាយថាដូច្នេះប៉ុន្តែអ្វីដែលជាទង្វើហ្នឹងគឺវាផ្ទុយទៅនឹងការនិយាយរបស់ខ្លួនដែលធ្វើឲ្យការនិយាយហ្នឹងវាធ្វើឲ្យប្រជាពលរដ្ឋនឹងឆ្ងល់ទៅវិញអីចឹងទៅឥឡូវអ្វីដែលប្រជាពលរដ្ឋនៅតាមបណ្ដាញសង្គមឬក៏សារព័ត៌មានអន្តរជាតិនិងជាពិសេសអ្នកដែលមិនពេញចិត្តនឹងលោកត្រាំនៅក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ហ្នឹងគឺឥឡូវម៉ោងនេះគេចង់និយាយថាតើច្បាស់នៅមានយុទ្ធសាស្ត្រអីច្បាស់លាស់ឬជាមួយអ៊ីរ៉ង់ឬនៅបានថាដូចជារៀងម្ដងថាសង្គ្រាមចប់ហើយប្រហែលថ្ងៃនេះគាត់ថាកំពុងតែបថយហ្គាបានន័យថាដូចភ្លើងដល់ចំណតអញ្ចឹងបានន័យថាចិត្តបញ្ចប់ទាំងស្រុងហើយអញ្ចឹងអ្នកដែលស្ដាប់មកហ្នឹងគឺលួចថាដូចជាចប់ហើយអញ្ចឹងប៉ុន្តែហេតុអីបានជាដូចតែលឺតែវាយទៀតតែរហូតដូចតែលឺតែតដៃទៀតតែរហូតអីអញ្ចឹងថាអ៊ីរ៉ង់ដូចអស់ខ្ទេចខ្ទីអីអញ្ចឹងឧទាហរណ៍ណាថាបំផ្លាញប្រព័ន្ធនាវាចម្បាំងលិចក្នុងទឹកអស់ហើយប្រព័ន្ធអាកាសក៏លិចកំតិចខ្ទេចខ្ទីអស់ហើយប្រព័ន្ធមីស៊ីលលើគោកលើអីខ្ទេចខ្ទីអស់ហើយអ៊ីរ៉ង់ហ្នឹងគឺលែងតដៃអីបានហើយប៉ុន្តែថាសង្គ្រាមនឹងចប់ដោយបរិបូរណ៍ហើយប៉ុន្តែឥឡូវនេះម្សិលមួយថ្ងៃបញ្ជូនទ័ពអាមេរិក2500នាក់ទៅមជ្ឈមបូព៌ាឥឡូវថែមដល់2000ទៀតទៅ4500នាក់មិនមែនទៅអ៊ីរ៉ង់ទេគឺទៅគាត់ថាយកកម្លាំងទៅត្រៀមនៅមជ្ឈមបូព៌ាអញ្ចឹងណាបងប្អូនអញ្ចឹងគេសួរទៀតថាអញ្ចឹងសង្គ្រាមហ្នឹងមិនដឹងចប់អង្កលទេអញ្ចឹងគេថាម៉ោងណាគួរតែដកទ័ពមកវិញហេតុអីបានជាបន្ថែមទ័ពទៅទៀតនេះជាចម្ងល់របស់គេបងប្អូនគេមានហេតុផលរបស់គេដែរហើយក្នុងពេលជាមួយគ្នាហ្នឹងបើថាសង្គ្រាមហ្នឹងវាដូចជាថាចប់ដូចលោកត្រាំថាមែនចុះហេតុអីបានជាម្សិលមិញស្នើថវិកា$200,000 លានពីរដ្ឋសភាដើម្បីទប់សង្គ្រាមអ៊ីរ៉ង់នឹងទៀតអានេះគេចេះតែសួរគាត់ទៀតណាបងប្អូនព្រោះអីមានកន្លែងខ្លះដែលគាត់បន្សល់ដានថាឲ្យគេឆ្ងល់ហើយឧទាហរណ៍ថាអ៊ីរ៉ង់ដូចជាខ្ទេចខ្ទីអស់លែងងើបរួចហើយចុះហេតុអីបានជាថ្ងៃនេះទៅពមៀនគេ48ម៉ោងដាក់អូសាណូវ៉ាតឲ្យគេបើកច្រកហូមូសហើយចុះបើសិនជាយើងបង្ក្រាបគេខ្ទេចខ្ទីបានអ៊ីរ៉ង់មិនអាចតដៃបានហេតុអីបានទៅបាច់ដាក់អូសាណូវ៉ាតទៅអីព្រោះអីវាខ្ទេចហើយអញ្ចឹងយើងអាចឲ្យកប៉ាល់ដឹកប្រេងអីចេញចូលបានអាមេរិកនៅកាងនៅនឹងបានអីអញ្ចឹងទៅហ្នឹងក៏ជាសំណួររបស់គេដែរ